សូមជម្រាបសួរដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូដែលស្រាវជ្រាវនៅវិជ្ជាតម្រាមហាតក្សានៅក្នុងប្រវត្តិកាយព្រោះដើម្បីសិក្សាហោរាសាស្ត្រហ្នឹងគឺត្រូវចេះចាំអំពីប្រវត្តិកាយនៅក្នុងតក្សាហ្នឹងឯងព្រោះតក្សាហ្នឹងជាគោលក្បួនទាំងឡាយជាគ្រូនៃក្បួនហោរាទាំងឡាយក្បួនព្យាករទាំងឡាយតែជាគ្រូជាអ្នកដឹកនាំជារៀនច្បងនៃក្បួនទាំងឡាយឥឡូវកុំឲ្យខាតពេលយូរយើងចូលប្រវត្តិកាយរាហូដែលជាម្ចាស់ទិសខាងពីយប់ព្រះរាហូនេះតាមតម្រាហោរាសាស្ត្រដំណាលថាព្រះឥសូរជាអម្ចាស់ជាអ្នកសាងព្រះរាហូឡើងដោយប្រើក្បាលខ្មោច12ក្បាលសែបមុនវេទឲ្យคล้ายជាល្អងធូលីរួចប្រោះព្រំដោយទឹកអមរិតបង្កើតបានជាព្រះអសុរិនរឿងរិទ្ធីមហានុភាពគ្រឿងក្រៃឡើងមានពណ៌កាយជាពណ៌សម្រិតទ្រង់ពិតព្យាសុវណ្ណសែងពណ៌ថ្លាស្អាតឯវិមានជាពណ៌និលមានមហាសុបណ្ណរាជគ្រុឌជាពាហនៈស្ថិតនៅក្នុងទិសពាយ័ព្យមានដើមកំណើតបដិសន្ធិពីទិសខាងត្បូងទ្រង់គោចរឆ្លងដើម្បីឆ្លងកាត់ពន្លឺរស្មីនៃព្រះសូរ្យហើយទៅក្រងធាតុខ្យល់នៅទិសពាយ័ព្យចន្លោះទិសខាងលិចបច្ឆិមឈៀងខាងជើងឧត្តរណាចន្លោះទិសពាយ័ព្យហ្នឹងនៅចន្លោះពីរទិសហ្នឹងជារយៈវេលា12ដូច្នេះមានវិធានុភាពកម្លាំង12និងទទួលធាតុខ្យល់ពីព្រះអង្គាតែជាចុងធាតុខ្យល់ជាខ្យល់រសាប់ជាធម្មតាប៉ុន្តែមានឫទ្ធានុភាពដូចជាខ្យល់ព្យុះទិសនេះត្រូវបានគេហៅថាជាទិសខ្យល់ព្យុះដំណើររឿងថាក្នុងកាលជន់មុននាយតាំងពីបឋមកັບព្រះអាទិត្យកើតជាស្ដេចគ្រុឌព្រះប្រហ័សកើតជាព្រះឥន្ទព្រះសៅរ៍កើតជាស្ដេចនាគព្រះអង្គាកើតជាស្ដេចរាជសីតម្រេះព្រមចិត្តគ្នាទើបសាងស្រះទឹកទុកជាទីអាស្រ័យដល់មនុស្សនិងជាទេវតាហើយក៏នាំគ្នាប្រឹក្សានឹងព្រះរាហូក៏តបថាឯយើងនឹងអាស្រ័យទឹកលើផែនដីនេះក៏ឥតអង្គើឡើយពាក្យពោលតែប៉ុណ្ណេះទេវតាទាំង4អង្គក៏តបទៅនឹងព្រះរាហូដោយសេចក្តីថប់ចិត្តសង្ឃសេចក្តីស្ទឹងចិត្តសង្ឃស្ទះខ្យល់ដាច់ខ្យល់លុះប្រជុំគ្នាសាងមហាស្រះឈ្មោះថាសុរាមរិតស្រេចហើយក៏គិតអានគ្នាជួយរក្សាចំណែកព្រះឥន្ទទទួលភិរៈរក្សាភ្នំសុមេរុស្ដេចគ្រុឌទទួលរក្សាភ្នំសតិបរិភ័ណ្ឌស្ដេចរាជសីទទួលរក្សាព្រៃហេមពៀនស្ដេចនាគទទួលរក្សាមហាសមុទ្រចំណែលការកន្លងមកកើតពិបត្តិហេតុទាំងឡាយថ្ងៃមួយស្ដេចគ្រុឌដេញចាប់ស្ដេចនាគប្រុងនឹងស៊ីស្ដេចនាគក៏រត់ទៅពឹងព្រះរាហូអង្វរឲ្យជួយព្រះរាហូឃើញដូច្នេះទើបខាត់ថាណែវើយគ្រុឌចិត្តបាបម្ដេចក៏ឯងមកដេញសត្វជាបាវរបស់អញស្ដេចគ្រុឌតបថានាគនេះជាអាហាររបស់យើងទេតើរាហូក៏ក្រោធព្យាចុះដេញស្ដេចគ្រុឌក៏រត់ទៅពឹងព្រះឥន្ទព្រះរាហូក៏មិនអាចដេញចូលទៅបានក៏ឈប់នៅស្ងៀមកើតខ្ចាយទឹកជាកម្លាំងទៅចុះទៅផឹកទឹកក្នុងស្រះស្រះសុរាមរិតព្រះឥន្ទឃើញដូច្នេះក៏ចាប់ចាក់ចោលទៅត្រូវរាហូដាច់ខ្លួនជាពីរកំណាត់ដៃជះដែរបានផឹកទឹកស្រះអមរិតនេះបានជារាហូមិនស្លាប់តម្រាព្យាករពលថាព្រះរាហូនេះសាងដោយក្បាលខ្មោចព្រៃដូច្នេះនិស័យដូចជាខ្មោចគឺត្រូវស៊ីគ្រឿងសែនដូចជាភ្លាសាញោមច្របល់នឹងអាហារដែរផ្នែកឆ្អិនឆៅក្រៅពីនោះត្រូវការគ្រឿងវិលស្រវឹងគ្រប់ផ្នែកដូចជាកញ្ឆាស្រាអាភិនជាដើមមាននិស័យប្រហែលគ្នានឹងផ្សៅអាចារ្យខ្លះគេប្រើសៅព្យាករជួសក៏មានគេជួសគ្នាដោយសារថាពីរហ្នឹងវាត្រូវជើងត្រូវដងគ្នាហ្នឹងឧចរិតវាដូចគ្នាវាគ្មានអីបដូរបាននិយាយម៉ាត់ថាមិត្តរួមសុខរួមទុក្ខដែលមានតំណងមិនសូវខ្វៀងគ្នាប៉ុន្មានទេហើយជាសម្លាញ់យ៉ាងស្និទ្ធស្នាលនឹងគ្នាផងក្រៅពីសៅចេញរាហូមិនព្រមសមាគមគប់រកនឹងពុទ្ធកាយព្រះគ្រោះណាឡើយតាមពិតថាសេចក្តីស្រវឹងរបស់រាហូមិនដែលមានផ្កាយណារឹងជាងបានទេមានមួយគ្មានពីរមានពីរបាញ់ចោលមួយឡើយមិនថាធ្វើអ្វីសឹងស្រវឹងគ្រប់រយៈចំហៀនបើធ្លាប់ស្រវឹងនឹងវត្ថុអ្វីវត្ថុនោះធ្វើបន្ថែមឥតសម្រាប់តែថាបើសិនជាផ្ដាច់បានក៏ផ្ដាច់លែចោលលែងនឹកលែងនេះភ្លេចដាច់ស្រឡះ
លែងនិយាយលែងនឹកត្រូវការនឹងពាក្យបញ្ឈោពាក្យសរសើរត្រូវការស្ដាប់សូរពីរោះដូចដូរតន្ត្រីរំប្រគំងាយក្រោតងាយជាចិត្តថ្លើមកន្ត្រាក់កន្ទ្រិញអង្គអាចក្លាហានមិនសូវខ្លាចអ្វីតែបើសិនជាចោះដៃខ្លាចវិញក៏ព្រមខ្លាចយ៉ាងពិតបើចោះដៃខ្លាចវិញគឺចប់ហ្មងមិននិយាយត្រូវការច្បាំងកាប់ចាក់ជាប្រមុខនៃពួកពីលពេញទីជាអ្នកលេងរបស់រាហូគ្រប់ផ្នែកបើសិនជាវង្វេងពិតមិនបន្លំទេបើស្អប់អ្នកណាក៏ស្អប់មិនចេះបាត់តំណងពួកអសូរយៈតាមព្យាករខ្លះហៅថាអសុរាក៏មានប្រកាន់ថាយៈតែម្យ៉ាងតាមអធិរដ្ឋិរបស់ដួងផ្កាយប្រកាន់ថារាហូជាធាតុខ្យល់ព្យុះព្រោះមានលក្ខណៈជាព្យុះសង្គ្រាវត្ថុណាដែលបោះបង់ចោលត្រូវវិនិច្ឆ័យទៅអស់បើរាហូឲ្យអន្តរាយទោះមានកំណត់ក្នុងត្រកូលសេដ្ឋីដល់ឧត្តមទៅដោយទ្រព្យសម្បត្តិក៏គង់បំភ្លេចបំផ្លាញចោលគ្មានសេះសល់ឡើយទោះណារាហូមានដងខ្លួនល្អក៏ដោយបើកំណាន់លក្ខណៈត្រូវត្រង់រាហូក៏គង់ទៅតឹងទៅតែងឲ្យទឹះទាស់ទៅផ្សេងបានរាហូកាលបំផ្លាញបានប៉ុន្មានក៏គង់នឹងធ្វើជាគុណបានមកវិញភ្លាមយ៉ាងរហ័សបានដូចគ្នាចូលក្នុងតម្រាថាគុណអណៃទោះមហន្តដាក់ជួយខ្លួនឯងហើយខ្លួនទៅជួយគេបានផងរាហូនេះតាមដំណើរពលថាធ្លាប់ទៅលួចផឹកទឹកទឹកនៅផឹកទឹកទឹកត្រូវនឹងព្រះអិនចោលដាច់ខ្លួនពាក់កណ្ដាលអាស្រ័យហេតុតែបានផឹកទឹកទឹកទើបមិនបានស្លាប់ដូច្នេះរាហូទើបមានរោគប្រចាំកាយជាដរាបតាមតម្រារក្សាពលថាការវេលារាហូសោយអាយុនោះអាក្រក់ពេកណាស់តាមដែលធ្លាប់បានសង្កេតឃើញមកថាច្រើនមានជំងឺត្រង់ខាងក្រោមផ្ចិតចោះមកត្រង់ជង្គង់ត្រង់កន្លែងបិទបាំងដោយសម្ពុតក៏ច្រើនជាទោសរបស់រាហូដូចគ្នាមិនចេះមានអៀនខ្មាស់ឬក្រែងចិត្តអ្នកណាសោះឡើយខុសតំណងខុសបែបខុសបត់ថាបើរាហូនាំមុខលក្ខណៈហើយមានសៅនាំមុខទៀតផងនោះរាហូតាមក្រោយក៏ដោយទាំងពីរប្រការនេះមានដល់អ្នកណាអ្នកនោះច្រើននិស័យលេលារមែងបែកគ្រប់ប្រការទៅចាប់មិនខ្លាចរស់មិនខ្លាចស្លាប់ដែលគេច្រើននិយាយថាអមរិតទៅយើងកំបត់ក្បាលឬកំបត់ក្បាលឬទុំក្បាលអមរិតទៅយើងតាមពិតពីថាស្លាប់គេឃើញមនុស្សនឹងហេតុភេទថាវាដូចជាអត់ក្បាលវាដាច់ត្រឹមកអញ្ចឹងទៅអានគេហៅអមរិតទៅយើងតាមពិតអមរិតទៅយើងជាពាក្យសំស្ក្រឹតតាមពិតនិយាយថាស្លាប់មនុស្សធម្មតានៅតែអត់ក្បាលងាប់ដែររស់ជួនកាលបណ្ដាលឲ្យអ្នកដតីឃើញត្រឹមស្មាកំបត់សេរិសាអាក្រក់ណាស់ថាបើរាហូនឹងសៅច្របោកលោកឡំគ្នាឬប្រទងប្រទាញគ្នាហើយម្ចាស់ចតារមែងស្លាប់ដោយអាការៈតក់ក្រហល់រាហូនេះទោះម្ចាស់ចតាមានអាយុចាស់យ៉ាងណាក៏ដោយក៏មិនចេះសាពឹសដែររាប់ថាជាផ្កាយភគ្រោះដែលបន្ទាប់ជាងផ្កាយព្រះគ្រោះដតីប៉ុន្តែជាទីកោតក្រែងរបស់ផ្កាយខ្ពស់ដតីដែរព្រោះថាការជាទីទៀបបំផុតនេះនោះឯងជាឱកាសរបស់ព្រះរាហូប្រកាន់ជាពីលមិនក្រែងទីខ្ពស់ប្រកាន់ខ្លួនមានតម្លៃខ្ពស់ប្រហែលនឹងទៀបទីបំផុតនោះដែរព្រោះប្រកាន់អំណាចទៀបយ៉ាងនេះបានជាឈ្មោះថាពីលប៉ុន្តែបានល្អត្រង់មិនបៀតបៀននឹងកំហែងអ្នកតូចដែលសុខចិត្តខ្លាចខ្លួនឬអ្នកដែលនៅក្រោមអំណាចខ្លួនទេបើជានាយតម្រួតមនុស្សទោសឬមេបញ្ជាយ៉ាងកាចពួកបរិវារមានសក្តីកោតក្រែងរាប់អានស្រឡាញ់ជាទីពឹងបានយ៉ាងស្រួលបើសិនជានាយទាហានអ្នកធំជាន់ខ្ពស់ដោយស័ក្តិរមែងជាទីស្រឡាញ់រាប់អានរបស់អ្នកនៅក្រោមបង្គាប់បញ្ជាក្រៃពេកព្រោះមិនប្រកាន់ខ្លួននឹងអ្នកណាហើយនឹងមានទ្រព្យក៏មិនបានយឺនយូរព្រោះមិនកំណាញ់បើសិនជាត្រូវចិត្តត្រូវថ្លើមនឹងអ្នកណាហើយទោះអស់អ្វីក៏អស់ចោះអ្នកនោះក៏គ្មាននឹកស្ដាយស្រណោះអ្វីឡើយតែលងធ្វើអ្វីហើយច្រើនហឺហាក្របីក៏គិតធំស្មាងខ្ពស់តែមិនបានយឺនយូរប៉ុន្មានធ្វើគុណដល់អ្នកណាមិនឡើងជាប្រយោជន៍តែនៅតែទទួលធ្វើព្រោះឃើញថាជារបស់ស្រួលវេលារាហូមានអធិពលរដ្ឋីខ្លាំងក្លាហើយប្រហោះដែលល្អដែលខ្ពស់ក៏ធ្វើអ្វីមិនបានទាំងនេះព្រោះវត្ថុដែលខ្ពស់ត្រូវក្រែងដល់វត្ថុដែលទាបក្នុងពេលខ្លះក៏ដូចតែគ្នាមួយវិញទៀតរាហូនេះមិនមានផ្ទះចតាជាទីនៅអាស្រ័យជាទីត្រូវនៅអាស្រ័យផ្ទះសៅក្នុងរាសីកំភៈជាផ្ទះស្នាក់នឹងទៅនៅរាសីតុលយៈជារាជាជោគអចាស់វិលាសក្នុងផ្ទះសុខនិងរាសីមេតុលយៈអានរាសីធាតុខ្យល់មេតុលយៈជាបណ្ណកៈជោគក្នុងផ្ទះពុទ្ធព្រោះទាំង3រាសីនេះជាធាតុខ្យល់រាហូអាស្រ័យបានដូច្នេះរាហូទើបបានជាម្ចាស់នៃសេចក្តីអាចពូកែខ្លាក្នុងផ្ទះសៅជាអាចារ្យកម្លាំងកាមទេពកាមគុណក្នុងផ្ទះសុខជាម្ចាស់វោហាវក៏ក្រឹកក៏ក្រែងក្នុងផ្ទះពុទ្ធ
នេះរាប់ជាផ្កាយសំខាន់ក្នុងការព្យាករហើយពេញទៅដោយអំណាចតាមតម្រាបុរាណតែងជាពលពាក្យឃ្លោងចង់ទុកថារាហូមកត្រូវលក្ខណៈទោះខ្ពស់ស័កសូរាល័យនិងឃ្លាតចាក់យោថ្លៃវិបាកក្រៃភ្លើងឆេះលៀចដូច្នេះក៏មានក្នុងជោគទេវរិទ្ធថាអសរិនជន់លក្ខណៈគ្រោះទុក្ខាចរុករៀនទាំងច័ន្ទលក្ខណៈមានលោកអាចហ៊ានថាសូនជីវិតទាំងអំបាលនេះជាសេចក្តីសង្ខេបបើអាក្រក់ក៏អាក្រក់ហួសបើចំណែកខាងល្អក៏ល្អយ៉ាងលើសលប់ដោយក្នុងតម្រាថាប្រហោះសៅរាហូទាំង3ជួរនេះសេរីត្រូវលក្ខណៈប្រវត្តិមានបរិវារចោមរោមច្រើនបើជាវងពងត្រកូលដុនដាបក៏គង់ឡើងភាពជានាយកើនជួយជុលផលចម្រើនមានគេឈ្មោះទូទៅសពដូច្នេះដែលពោលថាវេលាអាក្រក់ក៏អាក្រក់ពេកពេលល្អក៏ល្អហួសធៀបបានដោយប្រហោះដូចគ្នាមួយទៀតក្នុងដំណើររបស់ឥណ្ឌាពោលថារាហូនេះជាកំណុះកំណៅរបស់លោកនៅត្រង់ផ្កាយព្រះកេតុចំណែករាហូជាក្បាលនៅក្នុងអាកាសចាប់ព្រះអាទិត្យនិងព្រះច័ន្ទដើម្បីជាសេចក្តីរលឹករឿយចំណែកខាងកន្ទុយជាកេតុមានកូនជាផ្កាយដោះកន្ទុយឬព្រាយហោះរាហូនេះមានពីរផ្នែកណាគឺកាលដែលជាដាច់ខ្លួនដោយត្រូវនឹងចក្ររបស់ព្រះឥន្ទហើយគង់នៅជាផ្កាយមួយផ្នែកមកជាលោកមកជាពិភពលោកពិភពគឺលោកដែលយើងរស់នៅសប្តាហ៍នេះឯងពិភពផែនដីហ្នឹងជាកេតុនេះមួយផ្នែកហោរាហិណ្ឌូប្រដូចប្រជោមនឹងរាហូមិនតូចជាងសៅទេគឺថាគេខ្លាចរាហូជាងសៅចំណែកហោរាបារាំងមិនសូវខ្លាចរាហូតែបែរជាទៅខ្លាចព្រះកេតុដែលជាផ្កាយដោះកន្ទុយច្រើនជាងវិញហើយហិណ្ឌូពោលថាកន្ទុយប៉ះអ្វីគេក៏ធ្វើរបស់នោះបាត់បង់ផងផាយចំណែកខាងក្បាលដែលជាពិភពនេះធ្វើឲ្យសេចក្តីទៀងទាត់ក្នុងโลករកគ្មានដោយចិត្តរបស់មនុស្សញាប់ញ័រមួម៉ៅដោយអំណាចធាតុរបស់រាហូក្នុងកាលដែលលើកយករាហូមកព្យាករច្រើនជាងផ្កាយព្រះគ្រូដតីក៏ព្រោះឃើញថារាហូទោះបីចរក្នុងរាសីក្នុងចក្ររាសីក៏មិនដូចជាផ្កាយផ្សេងក៏គឺដើរត្រួតបន្ទាត់នឹងផ្កាយដតីឯកេតុក៏ដើរត្រួតគ្នាដូចរាហូដែរទើបប្រកាន់បានថាជាក្បាលជាកន្ទុយហើយជាផ្កាយបាបព្រោះផងចាប់ផ្កាយរាហូ